ថ្ងៃនេះខ្ញុំមានធីបខ្លះៗដើម្បីចែកម្លែកទៅបងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងវងឧទាហរណ៍ដូចវងនេះយើងគូមើលទៅវាអត់សូវស្អាតទេអញ្ចឹងដើម្បីគូវងឲ្យបានមើលទៅវងគូទៅមូលស្អាតឬក៏ជ្រុងស្អាតឬក៏យើងធ្វើសញ្ញាព្រួយឬក៏បន្តឲ្យស្អាតអញ្ចឹងខ្ញុំមានធីបតិចតួចដើម្បីចែកម្លែកទៅដល់បងប្អូនទាំងអស់គ្នាអញ្ចឹងយើងចូលទៅកុំឲ្យខាតពេលយូរឧទាហរណ៍នេះអូខេយើងអត់សូវស្អាតទេមើលទៅគូវងវាអត់សូវស្អាតអញ្ចឹងទី1ខ្ញុំចូលទៅទិន្នន័យណាមួយដែលយើងចង់គូវងឬក៏យើងប្រតិបត្តិការទៅលើវាទី1ខ្ញុំចង់មកនេះឧទាហរណ៍ណាអញ្ចឹងឃើញលោកគ្នាយើងណាចង់ធ្វើអីគូវងឬក៏ដាក់បន្ទាត់ឡាញស្អីឬក៏ឈុងអីអាហ្នឹងតាមបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំឧទាហរណ៍នេះមួយជាក់ស្ដែងអូខេអញ្ចឹងខ្ញុំshort screen អូខេខ្ញុំចោល screen ហើយខ្ញុំចូលទៅក្នុងព័ត៌មានឬក៏ទិន្នន័យដែលខ្ញុំចង់ធ្វើហ្នឹងឬក៏បងប្អូនចង់ធ្វើហ្នឹងយើងចូលទៅកន្លែងទីនោះមកណាហើយយើងចូលយកទៅកន្លែងរូបប៊ិចអូខេអញ្ចឹងយើងគូវងអញ្ចឹងមកយើងចុចជាប់មក plate តមកទៀតមកនេះយើងចុចយើងគូវងហើយឬក៏យើងចង់គូជ្រុងហើយយើងចុចជាប់មក plate ទៅវាលោតមូលអស់ហើយអញ្ចឹងឬក៏យើងចង់បានជ្រុងឧទាហរណ៍យើងជ្រុងអញ្ចឹងមកយើងចុចជាប់ជ្រុងអូខេអញ្ចឹងសញ្ញាព្រួយយើងគាត់ថាទាញអញ្ចឹងចំ plate មកវាសញ្ញាព្រួយហ្នឹងអញ្ចឹងណាយើងចង់បាន5ជ្រុងក៏បានយើងចង់បានយ៉ាងម៉េចក៏បានដែរយើងគាត់ថាគូវាហើយយើងចុចលើវាជាប់មកតិចទៅគឺវាលោតឲ្យស្អាតហើយអញ្ចឹងណាអញ្ចឹងថ្ងៃហ្នឹងខ្ញុំមានប៉ុណ្ណឹងចែកជូនបងប្អូនហើយខ្ញុំគិតថាប្រហែលជាមានបងប្អូនយើងមួយចំនួនក៏គាត់ចេះឬក៏យល់ពីការងារនេះហើយដែរទេប៉ុន្តែខ្ញុំធ្វើនេះជួយចែកចម្លែកទៅបងប្អូនណាដែលគាត់មិនទាន់មានបានដឹងឬក៏យល់អញ្ចឹងណាហ្នឹងហើយអរគុណបាទ